បាទសួស្តីនៅថ្ងៃវីដេអូនេះគឺតកតងនឹងការដាក់សាក់នៅលើតួអង្គណាអញ្ចឹងខ្ញុំរើសនៅអវតារមួយចូលណាទាញចូលមកដាក់សាក់នៅក្នុងកម្មវិធី Character Creator 4ណានេះស្ទើរជានេះមិនមែនប្រភេទ PNG ទេណាខ្ញុំលុបខ្លះចោលសិនខ្ញុំលុបខ្លះចោលណាកុំឲ្យវាច្រើនពេកជំរុះខ្លះអូខេឥឡូវចូលដល់មេរៀនយើងណាដើម្បីដាក់សាក់បងប្អូនទាំងអស់គ្នាបាទចូលមកកន្លែងmaterial មកតើមកយើងអូមកក្រោមបាទមករូបនេះររូបខ្លួនប្រាណណាយើងយកដាក់សាក់នេះដាក់ទៅលើដើមទ្រូងរួមទាំងដៃស្មាសងខាងបាទអញ្ចឹងយើង save សិនមុននេះយើង right click ទៅលើរូបហ្នឹងមកហើយចូលកន្លែងខាងលើនេះ text to file នេះមកហើយយើងយក save text to នេះមកណានឹងហើយបន្ទាប់មកយើងរកកន្លែងដាក់ទៅដាក់កន្លែងណាដែលយើងគិតថាស្រួលរកបង្កើត folder ថ្មីកុំឲ្យពិបាកអញ្ចឹងមកហើយអានេះខ្ញុំដាក់ទី1ហើយខ្ញុំដាក់ body យ៉ាងមកណាហើយយើងធ្វើមកបាក់ cell ទៅមួយបន្ទាប់មកខ្ញុំទៅរកដៃមួយទៀតនេះ cell right click មក cell ទៀតមកណាបាទដាក់ hand តមកតែប៉ុណ្្នឹងទេណាយើងដាក់ដៃស្មាខាងខាងនិងដើមទ្រូងអញ្ចឹងយើងត្រូវប្រើ Photoshop ដើម្បីជំនួយបាទបន្ទាប់ពីចេញបែបនេះហើយយើងចូល file នេះយើង open បាទ open ហើយយើងអានេះសាររូបនេះខ្ញុំ download មកចូល picture អីណានេះតើមកយកដងខ្លួនមុនមកបាទជំរាបនេះតើមកយើងចូល file ហើយទៅរកសាក់ដែលបងប្អូនអរគ្នាមានសាក់ឬក៏ down ពីណាពីណីមកអញ្ចឹងខ្ញុំយកសាក់យ័ន្តខ្មែរមួយណានេះយ័ន្តខ្មែរណាលើខ្ញុំយកនេះទៅនេះជាប្រភេទ PNG ណាតើមកខ្ញុំស៊ូមតូចតិចបាទហើយខ្ញុំអូសទៅតែម្ដងណាតើមកដាក់នៅលើខ្លួនមកបាទដាក់នៅលើយ៉ាងមកនេះថងនឹងមកបាទបន្ទាប់ពីបានមួយណាដាក់ចឹងមកងាយណាពេលដែលដាក់អញ្ចឹងហើយយើងចុច save មកចូល file export as
ហើយយើងយក PNG ណាបន្ទាប់មកយើង save មកកន្លែងនេះយើងចង់ដាក់ file ថងណាខ្ញុំដាក់កន្លែងគ្នាវាទៅប៉ុន្តែខ្ញុំត្រូវដូរឈ្មោះដាក់ body 1អញ្ចឹងទៅ save មកបាទបន្តមកទៀតខ្ញុំសុំ back ខ្ញុំសុំខ្វែងនេះដោយទៅដាក់សាក់នៅលើដៃទៀត open មួយទៀតមកនេះដៃបាទបន្តមកយើងទៅរកសាក់មកឥឡូវខ្ញុំអត់ដាក់យ័ន្តខ្មែរទេខ្ញុំដាក់រូបដែលខ្ញុំបានទាញមកនេះយករូបពស់នេះមួយឧទាហរណ៍ណាបាទហើយចេះ open មកអញ្ចឹងយើងត្រូវកាត់ពស់នេះទៅជា PNG សិនខ្ញុំចុចលើនេះមកខ្ញុំយកមក click លើពស់នេះមកវាអូតូតែម្ដងណាហើយចុច Ctrl J ហ្នឹងហើយយើងអូសទៅនេះចាំថានេះកែងដៃនេះស្មើនឹងខ្នងដៃចាប់ពីកែងដៃដល់លើនេះខ្នងដៃអញ្ចឹងស្មើគឺវានៅចំចំណុចកណ្ដាលនេះចំណាំណាហ្នឹងហើយស្មើនៅចំចំណុចកណ្ដាលហ្នឹងស្មើណាដាក់ចំមកក្រោមតិចប៉ុណ្ណឹងមកហ្នឹងហើយអានេះហ្នឹងហើយស្មើចំចំណុចកណ្ដាលហ្នឹងគ្រីសមកហើយខ្ញុំ copy ណា copy មួយទៀតដាក់ស្មើមួយទៀត Ctrl D ចុះមិនមែន Ctrl D ចុះ Ctrl D នេះទៀតហ្នឹងកាលនេះមើលនៅក្នុង edit copy Ctrl C Ctrl C ហើយ Ctrl V អញ្ចឹងបាទបន្តមកយើងដាក់អញ្ចឹងមកអានេះវាអូតូត្រូវគ្នាតែម្ដងមិញបាទបន្តមកយើង save មកងាយណាយក PNG ដែរហើយយើង export ដាក់ to ដែរមកអូខេបន្ទាប់មកយើងចូលមកដូរអញ្ចឹងយើងដូរខ្លួនមុនណានេះមុខនេះដូរខ្លួនណាដូរខ្លួនយើងបើកនៅ photo ហ្នឹងមកសាក់នេះរួមបន្តិចណាបាទបន្ទាប់មកយើងអូសចូលមកផ្លឹកនេះឃើញហើយអ្នកនរគ្នាយើងបានសាក់មួយហើយបន្ទាប់មកស្មាដៃស្មានេះដូរស្មាមួយទៀតមកហើយអូសចូលទៅផ្លឹកឃើញទេសាក់រូបពស់សងខាងចឹងទៅអូខេអញ្ចឹងវីដេអូនៃការដាក់សាក់គឺមានតែប៉ុណ្ណឹងណាបាទជួបគ្នានៅវីដេអូមេរៀនក្រោយទៀតផ្លេចណាប្រាប់តើមកយើងចូល file ហើយយើង export ជា avatar ទៅណានេះហើយយើងយក export មកតើមកដាក់ទៅណាដាក់កន្លែងណាដាក់ទៅតួអង្គយើងអាចកែឈ្មោះបានដាក់កែទៅM1 ខ្ញុំដាក់ឈ្មោះអញ្ចឹងទៅណាហើយខ្ញុំ save ចាំតិចនេះវាធ្វើការ save ទៅហើយ render ទៅ export ទៅណាជា avatar អូខេ export រួចយើងបើកទៅនឹង iCloud 8របស់យើងមកខ្ញុំសូមបិទ Photoshop វិញសិនកុំឲ្យវាបើកកម្មវិធីច្រើនពេកខ្វែង
no sáng បើបន្តមកយកតួអង្គដែលយើងបានដាក់សាកមិញអវតារនេះតួអង្គដែលយើងដាក់សាកមិញអូចូលមកលឹបឃើញទេយើងបានសាកបាត់ហើយនេះយើងបានវីដេអូសាកមួយបានតួអង្គសាកបាទអញ្ចឹងមានតែប៉ុណ្្នឹងណា